ជប៉ុនបន្តគាំទ្រនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឲ្យកាន់តែរឹងមាំនិងរីកចម្រើនបន្ថែមទៀតសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី22ខែកក្កដាឆ្នាំ2026បានអនុញ្ញាតឲ្យឯកឧត្តមយូអ៊ីណូអាតស៊ូស៊ីងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាចូលជួបសម្ដែងការគូសំនិងជម្រាបលានៅវិមានសន្តិភាពក្នុងឱកាសដែលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជាក្នុងឱកាសនៃជំនុំឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្ដែងនូវការវិតម្លៃខ្ពស់និងក្តីសោមនស្សរីករាយចំពោះភាពរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែផ្ដល់ការគាំទ្រនិងសហការយ៉ាងពេញលេញនិងបង្កលក្ខណៈងាយស្រួលឲ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យនិងសម្រេចបានសមិទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើនទាំងក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគរួមទាំងសន្តិសុខនិងការពិជាតិនិងវិស័យជាច្រើនទៀតឯកឧត្តមឯកអគ្គរដ្ឋទូតបានគូបញ្ជាក់ពីការកើនឡើងនៃការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនធំៗនៅកម្ពុជាដូចជាក្រុមហ៊ុន Toyota ជាដើមមិនត្រឹមតែជួយបង្កើនការងារជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងបាននាំមកនូវបច្ចេកវិទ្យាទំនើបនិងការបណ្ដុះបណ្ដាលជំនាញដល់ពលរដ្ឋកម្ពុជាទៀតផងឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកដាក់គាំទ្រនិងផ្ដល់ការលើកទឹកចិត្តដល់វិនិយោគិនជប៉ុនជាមួយគ្នានេះឯកឧត្តមបានអះអាងឲ្យដឹងថាជប៉ុននឹងនៅតែបន្តផ្ដល់ការគាំទ្រនិងសហប្រតិបត្តិការជាមួយកម្ពុជាដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមាំនិងរីកចម្រើនបន្ថែមទៀតជាការឆ្លើយតបសម្ដេចធិបតីបានអបអរសាទរចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតដែលបានបញ្ចប់បេសកកម្មការទូតដោយជោគជ័យនៅកម្ពុជាសម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តមក្នុងការជំរុញនិងលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកម្ពុជាជប៉ុនសម្ដេចធិបតីបានគូសរំលឹកអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការធានានូវបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះតាមរយៈការដាក់ចេញនូវការកែតម្រង់សំខាន់ៗជាពិសេសការកែសម្រួលរចនាសម្ព័ន្ធនិងយន្តការការងាររបស់ក្រមប្រឹក្សាអភិវឌ្ឍកម្ពុជានិងការធ្វើទំនើបកម្មប្រព័ន្ធពន្ធដារដើម្បីផ្ដល់ភាពងាយស្រួលនិងបង្កើនទំនាក់ទំនងដល់វិនិយោគិនបរទេសឲ្យមកបណ្ដាក់ទុននៅកម្ពុជាកាន់តែច្រើនឡើងថែមទៀតសម្ដេចធិបតីបានបញ្ជាក់ឲ្យដឹងថារាជរដ្ឋាភិបាលនឹងបន្តគាំទ្ររាល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងក្រសួងស្ថាប័ននៃប្រទេសទាំងពីរសម្ដេចធិបតីនិងឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានផ្លាស់ប្ដូរយោបល់គ្នាលើការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើនទៀតរួមមានសេដ្ឋកិច្ច Digital សន្តិសុខនិងការពិជាតិក៏ដូចជាការជំរុញការតភ្ជាប់ខ្សែច្រវាក់ផលិតកម្មនិងភស្តុភារកម្មតាមរយៈគម្រោងអភិវឌ្ឍកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដើម្បីប្រែក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្មតំបន់ដ៏សំខាន់នាពេលអនាគត